អាស៊ានបង្ហាញអំពីការរក្សានិងពង្រឹងឯកភាពលើទំនាក់ទំនងរបស់អាស៊ានក្នុងគោលបំណងដោះស្រាយភាពស្មុគស្មាញភូមិសាស្ត្រនយោបាយពាណិជ្ជកម្មក្នុងតំបន់អាស៊ានការចូលសមាជិកអាស៊ានរបស់ទីម៉ូឡេស្តេវិបត្តិនៅមីយ៉ាន់ម៉ានិងផ្សេងទៀតដើម្បីមានដំណោះស្រាយប្រកបដោយបរិយាបន្ននិងចីរភាពនេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី45ចុះថ្ងៃទី27ខែឧសភាឆ្នាំ2025ក្រោមមូលបទបរិយាបន្ននិងចីរភាពប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ីបង្ហាញថាក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញជម្លោះប្រដាប់អាវុធតម្រូវឲ្យរក្សានិងពង្រឹងឯកភាពលើទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅដែលមានស្រាប់និងថ្មីដើម្បីបរិយាបន្នចីរភាពដែលមិនទុកនរណាម្នាក់និងកន្លែងណាមួយចោលមួយវិញទៀតត្រូវតែមានការឯកភាពគ្នាលើគោលដៅយុទ្ធសាស្ត្រចក្ខុវិស័យនិងភាពច្បាស់លាស់លើសកម្មភាពរួមសេចក្តីប្រកាសព័ត៌មានបន្តលើពីសារៈសំខាន់នៃពាណិជ្ជកម្មក្នុងអាស៊ានតាមរយៈការសម្រួលដំណើរការនីតិវិធីឲ្យកាន់តែរលូនការដកចេញនូវរបាំងនានាការបន្សំក្របខ័ណ្ឌបទបញ្ញត្តិការទទួលយកអន្តរការឌីជីថលនិងបរិស្ថានបៃតងក្នុងការបង្កើតទីផ្សារតំបន់ដែលគ្មានរបាំងនិងមានភាពធន់សេចក្តីប្រកាសព័ត៌មានក៏បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះសមាជិកភាពរបស់ទីម៉ូឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះព្រោះជាការពង្រឹងសមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនិងអាចទទួលបានអត្ថប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់សេចក្តីប្រកាសព័ត៌មានបន្តលើកឡើងអំពីការបន្តពិភាក្សាលើការអនុវត្តការកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុច5ភាគដើម្បីដោះស្រាយបញ្ហាជាឥទ្ធិពលលើសេដ្ឋកិច្ចសកលនិងប្រព័ន្ធពាណិជ្ជកម្មភូភាគីផ្អែកលើច្បាប់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុច5ភាគគឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឲ្យឆាប់ទទួលបាននូវស្ថិរភាពនិងសន្តិភាពក្នុងពេលជាមួយគ្នានេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី45បង្ហាញថាចំពោះបញ្ហាមីយ៉ាន់ម៉ាក៏ជាផ្នែកមួយនៃការជួយនិងដោះស្រាយផងដែរតាមរយៈការផ្តល់ជំនួយមនុស្សធម៌ការគៀកុលធនធានកសាងប្រទេសឡើងវិញវេទិកាផ្សះផ្សាភាពខុសគ្នាផ្នែកនយោបាយនិងកសាងទំនុកចិត្តលើការដំណោះស្រាយនយោបាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី29ក៏បានបង្ហាញពីភាពបន្ទាន់នៃការដោះស្រាយការគំរាមកំហែងឆ្លងដែនដូចជាការជួញដូរគ្រឿងញៀនការច្បោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការជួញដូរមនុស្សដោយត្រូវដោះស្រាយតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគតិយុត្តរឹងមាំនិងសមត្ថភាពបច្ចេកវិទ្យាទំនើបចំណែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី36ក៏បានពិភាក្សាពីសមាជិកភាពពេញសិទ្ធិរបស់ទីម៉ូឡេស្តេក្នុងអាស៊ាននិងការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ETIGA និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP មួយវិញទៀតសម្រាប់កិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រចិនលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញថាប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់អាស៊ានដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់តំបន់និងជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំទី2អាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងចិនអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបគាំទ្រដល់ការផ្លាស់ប្តូរថាមពលពាណិជ្ជកម្មឌីជីថលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងវិស័យថ្មីផ្សេងទៀតគួរបញ្ជាក់ថាប្រទេសចិនចង់បង្កើននិងរក្សាប្រយោជន៍ភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ានទាំងផ្លូវទឹកផ្លូវគោកដូចជាឡាវកម្ពុជាភូមាជាប្រទេសដែលខ្លួនចាត់ទុកថាល្អសម្រាប់កិច្ចសហប្រតិបត្តិការអត្ថបទដោយហេងរិទ្ធ